សូមជូនរឿងសារណៈមេត្តាជាតិបុរសថោកទាបច្រើនលុះទៅក្នុងអំណាចស្ត្រីក្នុងក្រុងសាវត្ថីមានកហបតីម្នាក់ឈ្មោះសុម្នាក់ភរិយាឈ្មោះនាងសុចាំឆកាមានកូន2នាក់ប្រុស1ស្រី1កាលកូនប្រុសមានអាយុ16ឆ្នាំមាតាបិតាមានរោគគាពាធជាទម្ងន់បានហៅកូនទាំងពីរមកប្រគល់ទ្រព្យសម្បត្តិឲ្យហើយប្រគល់នាងជាប្អូនឲ្យបងរៀបចំឲ្យមានស្វាមីផងផ្ដាំស្រេចហើយក៏ធ្វើមរណកាលទាំងពីររូបទៅបុត្រធីតានាំគ្នាធ្វើបុណ្យជាបណកិច្ចតបស្នងសងគុណតាមទំនៀមខាងក្រោយមកបរោះជាបងមានភរិយាដល់នាងជាប្អូនពេញរូបពេញរាងហើយមានបរោះដតីមកដណ្ដឹងក៏រៀបចំឲ្យមានស្វាមីហើយបញ្ជូនឲ្យទៅនៅក្នុងសំណាក់ម្ដាយក្មេកឪពុកក្មេកដល់នាងមានគភ៌ជិតគ្រប់ខែសុំលាស្វាមីនិងមាតាបិតាក្មេកទៅប្រសូតបុត្រក្នុងសំណាក់បងស្វាមីក៏ជូននាងទៅដល់ពាក់កណ្ដាលផ្លូវជួបនឹងព្រះសម្ពុទ្ធមានសេចក្តីជ្រះថ្លាបានថ្វាយខ្លួនជាឧបាសកឧបាសិកាទាំងពីរនាក់ហើយក៏ធ្វើដំណើរហួសទៅដល់ស្វាមីប្រគល់ឲ្យបងហើយក៏ត្រឡប់មកផ្ទះវិញបងឃើញប្អូនទៅរកហើយមានសេចក្តីត្រេកអរជាទីបំផុតបានហៅភរិយារបស់ខ្លួនឲ្យមើលថែរក្សានាងជាបងថ្លៃក៏ទំនុកបំរុងនាងដោយទឹកក្តៅទឹកត្រជាក់ផ្សេង2-3ថ្ងៃមកនាងបងថ្លៃឃើញខ្សែកពេជ្រដែលប្អូនថ្លៃពាក់នៅកចង់បានជារបស់ខ្លួនប៉ុន្តែមិនដឹងគិតធ្វើមិនដេចឲ្យបានថ្ងៃមួយនាងគិតឃើញឧបាយថាអញគិតដេកធ្វើពុតជាឈឺបើស្វាមីអញសួរថាចង់ស៊ីសាច់បេះដូងនាងជាប្អូនថ្លៃបើមិនបានស៊ីទេនឹងស្លាប់គិតហើយក៏ដេកធ្វើពុតជាឈឺអត់បាយអត់ទឹកស្វាមីសួរប្រាប់ថាចង់ស៊ីសាច់នាងប្អូនថ្លៃបុរសជាស្វាមីចេះតែខាត់នាងភរិយាចេះតែស្រែកយំត្អូញត្អែរៀបរាប់លើកពីការកំសត់កំរនិងការស្រឡាញ់គ្នាដំបូងបុរសថោកទាបគ្រាន់តែឮខ្យល់ដែលមានពឹសកំណាចប៉ុណ្ណេះក៏ទៅលួងលោមប្រពន្ធថាចាំបងសម្លាប់យកសាច់បេះដូងមកអត់ក៏ធ្វើជាគ្រាន់បាត់ឈឺចាប់មានទឹកមុខស្រស់បប្រឹមនិយាយទៅរកស្វាមីថាបងឆាប់សម្លាប់វាទៅហើយយកខ្សែកពេជ្រមកឲ្យខ្ញុំផងចំណែកបុរសជាស្វាមីកាលបើលុះទៅក្នុងអំណាចប្រពន្ធហើយក៏ភ្លេចប្អូនបង្កើតរបស់ខ្លួនដែលកំព្រាឥតម៉ែឪទៅនិយាយបោកប្អូនរបស់ខ្លួនយកទៅសម្លាប់ថាមនាលប្អូនមានមនុស្សម្នាក់ជំពាក់បំណុលឪពុកម្ដាយជើងបើប្អូនទៅទាជាមួយបងគេនឹងឲ្យមួយរំពេចនាងក៏ព្រមទៅបរោះជាបងទឹមរទេះហើយលើកនាងដាក់លើរទេះបទៅដល់ពាក់កណ្ដាលព្រៃស្ងាត់បញ្ឈប់រទេះចាប់អូសនាងទម្លាក់ពីលើរទេះនាងភ័យខ្លាំងស្រែកអង្វរថាសូមបងអាណិតខ្ញុំកុំធ្វើបាបខ្ញុំព្រោះខ្ញុំមានគភ៌ចាស់គ្រប់ខែហើយបរោះជាបងមិនព្រមចាប់អូសនាងយកទៅសម្លាប់នាងក៏ប្រសូតបុត្រក្នុងពេលនោះសន្លប់បាត់ស្មារតីលុះដឹងខ្លួនឡើងនាងនឹកឃើញដល់គុណព្រះសម្ពុទ្ធនាងនឹងសូត្រភាវនានៅក្នុងមនោទ្វារថានមោពុទ្ធាសៈនមោពុទ្ធស័កដូច្នេះពុំដាច់មានសេចក្តីអស្ចារ្យថានៅលើដើមឈើនោះមានរុក្ខទេវតាមួយអង្គជាអ្នកមានឫទ្ធិឃើញនាងជាស្ត្រីសប្បុរសមានពុទ្ធានុសតិជាអារម្មណ៍ដូច្នេះហើយក៏ដឹងច្បាស់ថាស្ត្រីនោះជាអ្នកមានគុណធម៌ខ្ពង់ខ្ពស់បើអញមិនជួយឲ្យរស់រានមានជីវិតរស់នៅទេក្បាលរបស់អញនឹងបែកជា7ចំណែកមិនខានដឹងច្បាស់ដូច្នោះហើយក៏និមិត្តខ្លួនដូចជាប្តីរបស់នាងកាន់ដំបងដេញបរោះជាបងឲ្យរត់ចេញទៅទើបនាំនាងនិងកូនតូចទៅដាក់ក្បែរផ្ទះព្រឹកឡើងស្វាមីបើកទ្វារផ្ទះឃើញប្រពន្ធរបស់ខ្លួនអង្គុយ3កូនក៏ស្ទុះចុះទៅទទួលកូនសួរថានាងមកជាមួយអ្នកណាបងយើងជូនមកឬនាងថាបងមិនក៏សួរខ្ញុំដូច្នេះបើអំបញ្ញមិញបងនាំខ្ញុំមកបរោះស្វាមីចេះតែប្រកែកថាមិនដឹងទើបនាងនិយាយប្រាប់តាមរឿងរបស់នាងសពគ្រប់ដរាបដល់មកអង្គុយក្បែរផ្ទះបរោះជាស្វាមីដឹងដូច្នោះហើយអាណិតប្រពន្ធណាស់យំសោកបោកខ្លួនប្រាណប៉ុន្តែមិនបានចងគំនុំដល់បងថ្លៃឡើយលុះបន្ទោបងនៅសេចក្តីសោកហើយ
ក៏និមន្តព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះសង្ឃជាច្រើនពាន់អង្គមកថ្វាយផតហើយកំណត់ដាក់ឈ្មោះឲ្យកូនថាសរណៈព្រោះកូននោះដែលបានរស់ឡើងដោយសារមេដានឹករលឹកដល់ពុទ្ធគុណយកជាទីពឹងទើបបុរាណាចារ្យទាំងឡាយឲ្យឈ្មោះមេដារបស់កុមារនោះថាសរណៈមេដាលុះព្រះសង្ឃមានព្រះពុទ្ធជាប្រធានធ្វើផុតកិច្ចរួចស្រេចហើយព្រះសម្ពុទ្ធទ្រង់សម្ដែងធម៌ទេសនាជនទាំងពីរអ្នកស្វាមីភរិយាបានសម្រេចសោតាបតិផលឯសរណៈកុមារដល់ធំដឹងក្តីឡើងក៏បានបួសជាសាមណេរក្នុងសំណាក់ព្រះសារីបុត្រទើបមានឈ្មោះថាសរណៈសាមណេរតាំងពីកាលនោះមករឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ